សូមស្វាគមន៍មកកាន់កម្មវិធីចំណេះដឹងខ្លីៗរបស់ Politico 360 ថ្ងៃនេះសូមលើកយកប្រធានបទភូមិសាស្ត្រនយោបាយវត្តមានយោធាអាមេរិកនៅ Indo-Pacific បើមើលផែនទីនេះយើងនឹងឃើញចំណុចក្រហមជាច្រើនរីប៉ាយចាប់ពីជប៉ុនកូរ៉េខាងត្បូងរហូតដល់អូស្ត្រាលីនិងមហាសមុទ្រ Pacific ចំណុចទាំងនេះបង្ហាញពីវត្តមានយោធាអាមេរិកនៅតំបន់ Indo-Pacific ដែលជាបណ្ដាញយោធាដ៏សំខាន់ក្នុងការប្រកួតប្រជែងអំណាចក្នុងតំបន់តាមទិន្នន័យដែលបង្ហាញក្នុងផែនទីនេះអាមេរិកមានកងទ័ពជាង 10,000 នាក់ប្រចាំការឬបំពេញបេសកកម្មនៅតំបន់ Indo-Pacific ទីតាំងធំបំផុតពីរគឺនៅជប៉ុននិងកូរ៉េខាងត្បូងនៅជប៉ុនមានកងទ័ពអាមេរិកប្រមាណ 53,000 នាក់និងមូលដ្ឋានយោធាសំខាន់ៗជាច្រើនចំណែកកូរ៉េខាងត្បូងមានកងទ័ពអាមេរិកប្រមាណ 28,500 នាក់វត្តមាននេះមានទំនាក់ទំនងជាពិសេសទៅនឹងសម្ព័ន្ធភាពអាមេរិកកូរ៉េខាងត្បូងនិងបញ្ហាសន្តិសុខនៅឧបទ្វីបកូរ៉េបន្តចុះមកអាស៊ីអាគ្នេយ៍អាមេរិកក៏មានវត្តមាននៅហ្វីលីពីនថៃនិងសិង្ហបុរីនៅហ្វីលីពីនចំនួនកងទ័ពប្រចាំការមិនច្រើនទេប៉ុន្តែកងទ័ពអាមេរិករាប់ពាន់នាក់អាចចូលរួមសមយុទ្ធជាប្រចាំហើយអាមេរិកក៏មានសិទ្ធិចូលប្រើប្រាស់ទីតាំងយោធាមួយចំនួនក្រោមកិច្ចព្រមព្រៀងការពារជាមួយហ្វីលីពីនសម្រាប់ថៃនិងសិង្ហបុរីវត្តមាននេះមានទំហំតូចជាងប៉ុន្តែមានសារៈសំខាន់ផ្នែកសមយុទ្ធរួមភស្តុភារការដឹកជញ្ជូននិងការគាំទ្រប្រតិបត្តិការចំណែកនៅកោះតៃវ៉ាន់អាមេរិកមិនមានមូលដ្ឋានយោធាផ្លូវការធំដូចនៅជប៉ុនឬកូរ៉េខាងត្បូងនោះទេប៉ុន្តែមានការបណ្ដុះបណ្ដាលនិងការផ្ដល់ប្រឹក្សាយោធាមួយចំនួននៅមហាសមុទ្រ Pacific ហ្គាមនិង Hawaii គឺជាទីតាំងយុទ្ធសាស្ត្រសំខាន់បំផុតរបស់អាមេរិកកោះហ្គាមមានទីតាំងជិតអាស៊ីបូព៌ាដែលអាចគាំទ្រកងទ័ពអាកាសកងទ័ពជើងទឹកនិងប្រព័ន្ធការពារមីស៊ីលចំណែកឯកោះ Hawaii ជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងនិងសម្របសម្រួលប្រតិបត្តិការរបស់អាមេរិកទូទាំងតំបន់ Indo-Pacific បើបន្តទៅភាគខាងត្បូងអូស្ត្រាលីក៏កាន់តែមានតួនាទីសំខាន់ដោយមានកងទ័ពអាមេរិកប្រចាំការនិងផ្លាស់ប្ដូរវេនចូលចេញដើម្បីបំពេញបេសកកម្មជាពិសេសនៅភាគខាងជើងប្រទេសខណៈនៅឥណ្ឌាមិនមានមូលដ្ឋានយោធាអាមេរិកទេប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាសមយុទ្ធរួមនិងកិច្ចព្រមព្រៀងផ្នែកភស្តុភារកំពុងធ្វើឲ្យឥណ្ឌាក្លាយជាដៃគូយុទ្ធសាស្ត្រសំខាន់មួយដូច្នេះបើមើលផែនទីទាំងមូលវត្តមានយោធាអាមេរិកនៅ Indo-Pacific មិនមែនផ្អែកតែលើមូលដ្ឋានយោធាប៉ុណ្ណោះទេវាជាបណ្ដាញដែលរួមមានសម្ព័ន្ធមិត្តមូលដ្ឋានយោធាកងទ័ពផ្លាស់ប្ដូរវេនសមយុទ្ធរួមកិច្ចព្រមព្រៀងចូលប្រើប្រាស់ទីតាំងយោធានិងប្រព័ន្ធភស្តុភារបណ្ដាញនេះអាចឲ្យអាមេរិករក្សាវត្តមានពីឧបទ្វីបកូរ៉េសមុទ្រចិនខាងកើតសមុទ្រចិនខាងត្បូងរហូតដល់មហាសមុទ្រឥណ្ឌានិងអូស្ត្រាលីដូច្នេះសំណួរសំខាន់មិនមែនមានត្រឹមថាតើអាមេរិកមានកងទ័ពប៉ុន្មាននាក់នៅអាស៊ីនោះទេសំណួរដែលគួរចាប់អារម្មណ៍ជាងនេះគឺហេតុអ្វីបានជាអាមេរិកត្រូវការបណ្ដាញយោធាធំបែបនេះនៅ Indo-Pacific តើវាមានគោលដៅដើម្បីរក្សាតុល្យភាពអំណាចការពារសម្ព័ន្ធមិត្តទប់ស្កាត់កូរ៉េខាងជើងឬដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយចិនហើយសម្រាប់ប្រទេសតូចៗនៅអាស៊ីអាគ្នេយ៍ដូចជាកម្ពុជាការប្រកួតប្រជែងរវាងមហាអំណាចទាំងនេះនឹងមានន័យយ៉ាងដូចម្តេចចំពោះនយោបាយការបរទេសនិងសន្តិសុខរបស់ខ្លួនសូមអរគុណសម្រាប់ការតាមដានជួបគ្នាវិញនៅអេពីសូតក្រោយទៀតសូមជម្រាបលា